ពុតមកសិនបាទគឺវារបស់បងបាទពិសេសមែនតើ i9 ចំនួនទី14ជាមួយនឹង graphic card ប្រភេទពួក 50 Ti បងអានេះប្រភេទពួក Prime VRAM 610GB តម្លៃល្អមែនតើបងតាក់ទងជាមួយនឹងកាតនេះត្រឹមតែ$559ទេបងដូចនៅក្នុង spec ដែលបងគាត់វាយកទៅជាមួយនឹង power supply 750W ហើយនឹង RAM 32GB ហើយយើងរៀបនេះគឺពួក digital file របស់ហើយពិសេសត្រង់ថាចេះនេះដូចបងឃើញអញ្ចឹងទាំងហាវាប្រព័ន្ធខ្យល់ចេញចូលហ្នឹងគឺមួយអែមពេលយើង render ឲ្យស្អាតជ្រាបហ្មងចេះនេះបងពួកទាំងហាវាពួកអាលេខថ្មីហ្នឹងវាវល់ខ្លាំងប៉ុន្តែសលេងវាស្ងាត់អត់សូវឮខ្យល់ទេហើយចំហៀងនេះមានកញ្ចក់ដូចគ្នានេះក៏កញ្ចក់ដែរបងគាត់តែយើងអត់បានបកស្កប់អញ្ចឹងវាឃើញស្អាតតិចអញ្ចឹងណាហើយជាមួយនឹងរបស់ប្រភេទពួក B760 Wi-Fi ហើយ cooler យើងដាក់និយាយទៅឈុតនេះ ASUS របស់បងboard graphic card ជាមួយនឹង cooler គឺ ASUS មួយឈុតមកហើយអាក្បាលនេះគឺយើងអាចដកដូរបានដូចប្រាប់បងរាល់ដងអញ្ចឹងយើងដកចេញមកគឺប្រើជាប្រភេទដីឆក់ទេអញ្ចឹងយើងអាចដូរក្បាលមានរូបដីច្រើនមែនទែនហើយសម្រាប់ storage យើងក៏យើងអាច upgrade ថែមទៀតបាននៃក្រោយច្រើនហ្នឹងអញ្ចឹងបើសិនជាបងមានចំណាប់អារម្មណ៍ឬក៏ចង់រៀបឈុតមិនថាតម្លៃខ្ពស់តម្លៃទាបអីគឺមានអស់ទីគេថាសុំយើងមកអរគុណច្រើនបង